ក្នុងពុទ្ធសាសនានិយាយពីការឲ្យគុណយ៉ាងម៉េចដែលថាឲ្យហើយអត់បានបុណ្យហើយបានបាបវិញដូចជាទីមួយឲ្យតែគេផឹកអានេះអត់បានបុណ្យទេបានបាបឲ្យរូបវីដេអូអាគាដឹកគោញីពីគោឈ្មោលឬក៏ថាអ្នកខ្លះប្រមូលគ្នាទៅរកទៅរកញីអីចឹងណាអាហ្នឹងក៏អត់បានបុណ្យដែរបានបាបអ្នកហ្នឹងចឹងញាតិញោមឧទាហរណ៍ពេលបុណ្យទានអីចឹងធ្វើបុណ្យអាហ្នឹងឲ្យស្បាត់ពីបុណ្យហ្នឹងណាញាតិញោមធ្វើទានឲ្យបានផលបានអានិសង្សឲ្យជូនទៅដូនពីតាបើយើងយកស្រាទៅទទួលភ្ញៀវយើងអ្នកឲ្យហ្នឹងក៏មានបាបមានទោសអ្នកផឹកនោះក៏ដាច់សិលអញ្ចឹងវាខាតទៅញាតិញោមខាតលុយខាតពេលខាតវេលានិយាយអញ្ចឹងទៅញាតិញោមគាត់ទេលុយចំណាកណាធ្វើអីក៏បានអាហ្នឹងមិនអីទេព្រោះគ្រាន់តែថាបើក្នុងពុទ្ធសាសនាធ្វើបុណ្យអញ្ចឹងយើងអ្នកធ្វើនេះវាអត់បានបុណ្យហើយអ្នកផឹកនោះវាដាច់សិលអញ្ចឹងវាខាតបុណ្យទាំងអស់គ្នា